ខ្ញុំមានសារមួយចំនួនសូមគម្រាបការនៅវ័យក្មេងពេលខ្ញុំរៀបការអាយុ17ឆ្នាំកាលខ្ញុំរៀបការហ្នឹងបែបគេបង្ខំទីពួកអីពួកខ្ញុំអត់ដែលស្គាល់គ្នាការរៀបការវ័យក្មេងមានផលប៉ះពាល់ច្រើនសម្រាប់ខ្ញុំតើដូចជាបាត់បង់ឱកាសរៀនសូត្រឱកាសរកការងារធ្វើនៅពេលដែលខ្ញុំទៅរៀនហ្នឹងខ្ញុំបានជួបតាប្រឈមជាច្រើនដែរដូចជាទីមួយខ្ញុំជាស្រីទៅដល់នោះឃើញសុទ្ធតែជាងប្រុសនៅពេលដែលខ្ញុំរៀនទៅខ្ញុំធ្វើរួចអត់នៅពេលដែលរៀនជំនាញហ្នឹងហើយទៅរួចជីវិតរបស់ខ្ញុំមានការផ្លាស់ប្ដូរជាច្រើនជាខ្ញុំមានមោទនភាពខ្លាំងណាស់ដែលខ្លួនឯងធ្វើជាជាងជួសជុលទៅជាជាងស្រីមួយរូបហើយខ្ញុំក៏ចង់ឲ្យយុវជនជំនាន់ក្រោយគាត់បានរៀនដូចជាខ្ញុំដែរ